នេះគឺជារូបភាពរបស់គាត់រូបដើមបាទហើយនេះគឺជារូបកែអញ្ចឹងបងប្អូនមើលរូបដើមបាទរូបកែអញ្ចឹងរូបកែរូបដើមនេះគឺมันខុសគ្នាទេបាទសួស្តីប្រិយមិត្តទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកពីបទពិសោធន៍ក្នុងការកែរូបដោយប្រើ AI ដែលយើងចង់បានអាវមានអាវពាក់អាវខាងក្នុងហើយមានអាវធំពីខាងក្រៅថែមទៀតអញ្ចឹងណាបាទអញ្ចឹងបងប្អូនទៅមើលទាំងអស់គ្នាថាតើយើងធ្វើយ៉ាងម៉េចដើម្បីកែរូបនេះបានអញ្ចឹងបងប្អូនទី1យើងចូលទៅក្នុង browser ជា Chrome ក៏បាន Firefox ក៏បានដែរហើយវាយពាក្យថា Gemini បាទ Gemini មកយើងមាន Google Gemini បងប្អូនប្រើ Google Gemini ណាបាទអញ្ចឹងចូលលើ Google Gemini តមកទៀតបងប្អូនវានឹងចេញផ្ទាំងបែបនេះហើយយើងចូលទៅជ្រើសរើសរូបរបស់យើងបាទយើងចូលកន្លែងសញ្ញាបូកនេះក៏បានដែរចុចលើបូកនេះមកហើយយើងយកទៅកន្លែង file យក image ក៏បានបាទយកកន្លែង file ក៏បានប៉ុន្តែ image នេះវាឲ្យយើង create and edit ទេអញ្ចឹងបងប្អូនយកកន្លែង file នេះតែម្ដងទៅហើយយើងទៅរក folder ដែលបងប្អូនដាក់រូបថតដែលនឹងតម្រងថាយកមកកែអញ្ចឹងខ្ញុំមានរូបថតមួយសន្លឹកនេះខ្ញុំចុចលើរូបថតនេះមួយមកតមកទៀតបងប្អូនត្រូវទៅមាន script អញ្ចឹងបងប្អូនចង់បាន script នេះបងប្អូនអាចឆាតនៅក្នុងបាទ comment នៅក្រោមវីដេអូក៏ដូចជានៅក្នុង YouTube channel ឬក៏ Facebook page បងប្អូនណាហើយយើងខ្ញុំមាន script code នេះបាទអញ្ចឹង script នេះបងប្អូនអាចយកបានបាទខ្ញុំនឹងចែកម្លែកបងប្អូនប៉ុន្តែបងប្អូនអាច comment ចូលមកហើយខ្ញុំនឹងឆាតជូនបងប្អូនតាម Telegram បាទអញ្ចឹងខ្ញុំ copy យក script នេះបាទខ្ញុំ copy script នេះខ្ញុំយកផាសខាងក្រោមរូបភាពរបស់យើងនេះបាទអញ្ចឹងយើងបានរូបភាពហើយនឹង script នៅពីក្រោមនេះអញ្ចឹង script នេះគឺខ្ញុំចង់បានរូបថតដែលមានទំហំ 4x6 ពេលអាវសជាមួយនឹងអាវពណ៌ខៀវឬក៏ dark suit ណាពណ៌ចាស់ពណ៌ខ្មៅហ្នឹងបាទអាចចាស់អាចកគីវាអាស្រ័យលើ AI ឲ្យយើងឯងអញ្ចឹងយើងអត់អាចកំណត់បាន 100% កន្លែងនេះទេហើយយើងធ្វើបែបលក្ខណៈ realistic ជាលក្ខណៈធម្មតាបែបពិតប្រាកដឲ្យបានច្រើនណាបាទហើយបន្តមកទៀតខ្ញុំធ្វើប៉ុណ្ណឹងបងប្អូនខ្ញុំអត់រៀបរាប់ច្រើនជូនបងប្អូនទេខ្ញុំគ្រាន់ copy script ផាសចូលកន្លែងហ្នឹងហើយយើងចុចកន្លែង submit បាទចុចព្រួយហ្នឹងមកយើងរងចាំបាទអញ្ចឹងយើងរងចាំគឺ AI វានឹងដំណើរការ process ដើម្បីធ្វើបង្កើតជារូបភាពនេះឲ្យយើងអញ្ចឹងបងប្អូនដែលប្រើប្រាស់ដែលធ្វើរូបភាពបើអាចជំនួយដោយការប្រើប្រាស់ AI នេះគឺវាអាចជួយយើងបានច្រើននៅក្នុងការកែរូបថតបងប្អូនមិនចាំបាច់ទៅទាញអីច្រើនទេគឺយើងដាក់ចូល AI ហើយក្នុងករណីនេះគឺក៏ជម្រាបជូនបងប្អូនផងដែរថាយើងមើលបងប្អូននេះគឺជារូបភាពហើយយើងទៅមើលរូបរបស់គាត់មើលដូចគ្នាទេបាទអញ្ចឹងនេះគឺជារូបភាពរបស់គាត់រូបដើមបាទហើយនេះគឺជារូបកែអញ្ចឹងបងប្អូនមើលរូបដើមបាទរូបកែអញ្ចឹងរូបកែរូបដើមនេះគឺมันខុសគ្នាទេបាទដូចគ្នា95ទៅបាទ 95% ហើយដែលយើងអាចនិយាយថាអាចទទួលយកបានអញ្ចឹងបងប្អូនដែលប្រើប្រាស់ហ្នឹងអាចប្រើអញ្ចឹងបានបងណាបាទអញ្ចឹងសម្រាប់វីដេអូហ្នឹងគឺមានប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនអាចយល់ហើយអាចយកទៅធ្វើបានបាទអរគុណជួបគ្នាវីដេអូក្រោយបាយបាយ